ត្ថបទស្ដាប់ថ្នាក់ទី5បទបង្ហាញអំពីផលិតផលចម្លាក់ថ្មកែវជម្រាបសួរខ្ញុំបាទឈ្មោះសុគន្ធឧត្តមមានតួនាទីជាអ្នកសារព័ត៌មានសូមធ្វើបទបង្ហាញអំពីផលិតផលចម្លាក់ថ្មកែវគឺជាអត្តសញ្ញាណរបស់ខេត្តពោធិ៍សាត់ដែលបានបង្ហាញតាមរយៈការស្ថាបនារូបផ្ទាល់ខាត់ដ៏ធំមួយដោយរចនាដោយថ្មកែវជាប្រភេទរ៉ែថ្មម្យ៉ាងដែលមាននៅតែលើភ្នំយ៉ននិងភ្នំតាសៃស្ថិតនៅក្នុងស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ដោយក្រុមហ៊ុនមួយចំនួនបានវិនិយោគទៅលើភ្នំទាំងនេះដើម្បីធ្វើសកម្មភាពយករ៉ែថ្មកែវមកធ្វើអាជីវកម្មឲ្យសិប្បកម្មជាច្រើនដើម្បីកែច្នៃថ្មកែវធ្វើជារូបព្រះពុទ្ធរូបអប្សរារូបផ្តិលត្រីថូផ្កានិងរូបផ្សេងជាច្រើនទៀតចម្លាក់ថ្មកែវនេះគឺមានសារៈសំខាន់និងមានប្រយោជន៍ដល់ប្រជាជននៅទីនោះដោយបានលើកកម្ពស់ជីវភាពប្រជាជនតាមរយៈការប្រកបរបរចម្លាក់និងចូលរួមថែរក្សាស្នាដៃចម្លាក់របស់ខ្មែរដែលបានបន្សល់ទុកពីបុព្វបុរសខ្មែរ ម្យ៉ាងទៀតចម្លាក់ថ្មកែវនេះបានបម្រើឲ្យក្នុងសាសនាជាច្រើនដោយធ្វើជារូបព្រះផ្សេងដើម្បីគោរពបូជាដែលគេច្រើនធ្វើអំពីថ្មកែវជាប្រភេទក្រមួននិងប្រភេទខៀវថ្លាទោះបីជាយ៉ាងណាក៏ដោយក៏ប្រជាជនមួយចំនួនបានងាកមកចាប់អាជីពជាជាងចម្លាក់អំពីឈើវិញម្ដងដោយមានភាពងាយស្រួលក្នុងការឆ្លាក់ព្រោះតែសាច់ឈើផុយតែមិនងាយបាក់បែកហើយស្រួលធ្វើនិងឆាប់ហើយជាងថ្មកែវរូបចម្លាក់ថ្មកែវងាយបាក់បែកហើយថ្មកែវដែលច្នៃរួចគឺមានតម្លៃថ្លៃជាងចម្លាក់អំពីឈើជាងចម្លាក់ថ្មកែវក៏នៅតែបន្តក្នុងការឆ្លាក់ដើម្បីលើកស្ទួយផលិតផលរបស់ខ្មែរនិងចូលរួមបន្តក្នុងការថែរក្សាវប្បធម៌មួយនេះឲ្យកាន់តែប្រសើរឡើងដើម្បីឲ្យល្បីរន្ទឺដល់ឆាកអន្តរជាតិការធ្វើបទបង្ហាញរបស់ខ្ញុំសូមបញ្ចប់សូមអរគុណមានសំណួរសូមលើកឡើងសំណួរ 1. តើប្រជាជនមួយចំនួននៅខេត្តពោធិ៍សាត់មានស្នាដៃខាងផ្នែកអ្វី 2. តើចម្លាក់អំពីថ្មកែវមានការលំបាកឬងាយជាងចម្លាក់អំពីឈើ 3. ហេតុអ្វីបានជាប្រជាជនមួយចំនួននៅខេត្តពោធិ៍សាត់ចាប់យកអាជីពចម្លាក់ថ្មកែវ 4. តើអ្នកយល់ឃើញថាតម្លៃថ្មកែវនៅខេត្តពោធិ៍សាត់និងនៅទីកន្លែងផ្សេងទៀតយ៉ាងណាដែរព្រោះអ្វី